ជំរាបសួរពុកម៉ែបងប្អូនដែលជាអ្នកសិក្សា Microsoft Excel ទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូរបស់ខ្ញុំវីដេអូខ្ញុំនេះខ្ញុំនឹងបង្ហាញពុកម៉ែបងប្អូនទាំងអស់គ្នាពីការរៀបចំចំណាត់ថ្នាក់ឲ្យវាលោតតាមលំដាប់លំដោយណានេះគឺជាលំចំណាត់ថ្នាក់របស់សិស្សរបស់ខ្ញុំដែលខ្ញុំបញ្ចូលបន្ទុកឲ្យវាអត់ទាន់លោតតាមលំដាប់លំដោយទេនេះវានៅរាយប៉ាយពេញហ្នឹងអញ្ចឹងទៅខ្ញុំនឹងរៀបចំវាឲ្យវាលោតតាមលំដាប់លំដោយពីលេខ1លេខ2លេខ3ទៅតែឥឡូវដើម្បីកុំឲ្យខាត់ពេកយើងទៅទស្សនាទាំងអស់គ្នាមុនដំបូងយើង select ឈ្មោះហ្នឹងមកឈ្មោះពីលើមកដល់ក្រោមមកហើយមកត្រឹម rank ព្រោះយើងចង់ឲ្យ rank វាលោតពីលេខ1លេខ2ទៅrồiហើយចុចពាក្យ home rồiហើយយើងមកមើលពាក្យ sort filter ហើយយើងយកពាក្យ custom sort ហើយសូមមើលកន្លែងនេះបើសិនមានសញ្ញាគ្រីសអញ្ចឹងសូមចុចឲ្យវាបាត់គ្រីសណាបើសិនជាយើងបើកបោវាអត់មានសញ្ញាគ្រីសអញ្ចឹងស្រាប់អូខេហើយតែបើមានសញ្ញាគ្រីសចុចវាបាត់សិនរួចហើយមកមើលកន្លែងនេះយើងយកវាត្រឹមអក្សរ G ហេតុអីបានយកអក្សរ G ដោយសារ rank នេះយើងមើល rank ដោយសារ rank វាត្រឹមអក្សរ G បាទនិយាយទៅបើសិនជាយើងបូកបន្ទុកថាមុខវិជ្ជាយើងច្រើន rank យើងត្រឹមអក្សរអីយើងយកអក្សរហ្នឹងមកដោយសារតារាងខ្ញុំនេះ rank វាត្រឹមអក្សរ G ហើយយើងខ្ញុំយកអក្សរ G បាទរួចហើយយើងមកមើលកន្លែងនេះយកពាក្យ smallest to largest ព្រោះយើងចង់ឲ្យវាលោតពីតូចទៅធំបាទរួចហើយយើងចុចពាក្យ OK នេះគឺវានឹងលោតហើយនេះលេខ1លេខ2លេខ3មករហូតហ្នឹងបាទហ្នឹងហើយវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេបាទហើយជួបខ្ញុំនៅវីដេអូក្រោយទៀតបើពុកម៉ែបងប្អូនមានចម្ងល់អីសូម comment ខាងក្រោមវីដេអូខ្ញុំមកខ្ញុំនឹងធ្វើវីដេអូជូនទៅតាមការសនំពររបស់បងប្អូនទាំងអស់គ្នាបាទអរគុណជម្រាបលា